សួស្តីបងប្អូនប្រជាកសិករជាទីរាប់អានថ្ងៃនេះយើងសូមលើកមកបង្ហាញជូននៅខ្សែវីដេអូមួយដែលនិយាយអំពីវិធីសាស្ត្រនៃការដាំត្រប់ជាលក្ខណៈគ្រួសាររបស់កសិករគំរូម្នាក់រស់នៅក្នុងភូមិគោកងួនឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំនេះគឺលោកម៉ៅផលដែលមានបច្ចេកទេសនិងបទពិសោធន៍ក្នុងការដាំត្រប់ទទួលបានជោគជ័យដែលធ្វើឲ្យជីវភាពគ្រួសាររបស់គាត់មានការរីកចម្រើនធូរធារជាងមុនមួយកម្រិតនៅឆ្នាំ2010បានគម្រោងអភិវឌ្ឍជុំបឹងទន្លេសាបគេផ្ដល់បច្ចេកទេសនៅការដាំដំណាំគ្រប់ប្រភេទចាប់ពីខែ2មកយើងចាប់ផ្ដើមដាំនេះយើងកំពុងប្រមូលផលមកហើយបាទ9រងនៅខែ12ឬខែ1នេះចាប់ផ្ដើមបន្តទៀតបាទត្រប់យើងចាប់ពីដើមមករហូតពីទទួលផលនោះវាចាប់ពី5ខែទៅ6ខែដីក្នុង 5A បាទខ្ញុំលក់បាន2លានទៅ3លានបាទកសិករទាំងអស់បាទដូចជាដាំត្រប់នេះយើងការដាំវាមិនពិបាកទេបាទដាំបានទាំងអស់គ្នានៅក្នុងខ្សែវីដេអូនេះយើងនឹងផ្ដល់ជូនលោកអ្នកនៅរឿងពិតជាក់ស្ដែងដើម្បីងាយយល់អំពីការដាំត្រប់ដែលផ្ដល់ដល់កសិករនិងអ្នកជំនាញមិត្តកង្កែបរបស់យើងនឹងពន្យល់លោកអ្នកអំពីដំណាក់កាលមូលដ្ឋានគ្រឹះនៃការដាំត្រប់នេះសួស្តីអ្នកទាំងអស់គ្នាការដាំត្រប់មិនពិបាកទេប៉ុន្តែអ្នកត្រូវចាំនៅមូលដ្ឋានគ្រឹះមួយចំនួនដូចជាការត្រៀមសម្ភារៈនិងការលើករងរបៀបដាំរបៀបថែទាំនិងការពាររបៀបប្រមូលផលសូមបញ្ជាក់ថារាល់មូលដ្ឋានគ្រឹះទាំងអស់នេះក៏មានបង្ហាញផងដែរនៅក្នុងសៀវភៅណែនាំបច្ចេកទេសស្ដីពីការដាំបន្លែរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្មសៀវភៅនេះគឺជាចំណេះដឹងបន្ថែមដ៏មានសារៈសំខាន់ទៅលើខ្សែវីដេអូនេះបើសិនជាអ្នកចង់បាននៅការយល់ដឹងកាន់តែច្រើនអំពីការដាំដំណាំត្រប់អ្នកអាចរកវាបានពីអ្នកជំនាញកសិកម្មនៅប្រចាំខេត្តឬស្រុករបស់អ្នកជាការចាប់ផ្ដើមអ្នកត្រូវការនូវសម្ភារៈមួយចំនួនផ្លាស្ទិកពីរពណ៌ប្រផេះនិងខ្មៅចំនួនទៅតាមផ្ទៃដីសំណាញ់បៃតងជីធម្មជាតិនិងជីគីមីកន្ទងឬថាបណ្ដោះគ្រាប់ពូជទិញពីផ្សារដែលមានស្លាកសញ្ញានិងការណែនាំសម្ភារៈទាំងនេះមិនជាថ្លៃប៉ុន្មានទេគឺមួយរងចំណាយអស់ប្រមាណជា$10ប៉ុណ្ណោះប៉ុន្តែឈប់សិនកុំអានគិតពីវាឥឡូវនេះយើងមកមើលអំពីរបៀបលើករងជាមុនសិនមុនដំបូងត្រូវសម្អាតដីចម្ការនិងរើសស្មៅចេញឲ្យអស់ភ្ជួរដីឲ្យបានពីជម្រៅ10ទៅ20សង់ទីម៉ែត្រហើយហាលថ្ងៃរយៈពេលពី10ទៅ15ថ្ងៃរងត្រូវលើកដោយមានទទឹងប្រវែង1ម៉ែត្របណ្ដោយមិនឲ្យលើសពី15ម៉ែត្រព្រោះងាយស្រួលថែទាំរីឯកម្ពស់ប្រវែងពី20ទៅ30សង់ទីម៉ែត្រនៅរដូវប្រាំងនិងពី30ទៅ50សង់ទីម៉ែត្រនៅរដូវវស្សាការពារកុំឲ្យទឹកលិចត្រូវដាក់លាមកសត្វស្ងួតឬជីកំប៉ុស្តចំនួនពី1ទៅ2គីឡូក្រាមក្នុងផ្ទៃដី1ការ៉េរួចច្របល់ឲ្យសព្វនិងកប់ទ្រាប់នៅបាតរងក្រោយពីរងត្រូវបានលើកចេញជារូបរាងហើយការងារបន្តមកទៀតគឺការគ្របរងដើម្បីទប់ស្កាត់ការហូរច្រោះក៏ដូចជាការពារសំណើមដីនិងកាត់បន្ថយការដុះស្មៅផ្លាស្ទិកសម្រាប់គ្របមានពីរពណ៌សងខាងផ្សេងពីគ្នាគឺពណ៌ខ្មៅនិងពណ៌ទឹកប្រាក់យើងត្រូវដាក់ពណ៌ទឹកប្រាក់នៅផ្ទៃខាងលើព្រោះវាជួយកាត់បន្ថយកម្ដៅថ្ងៃយើងត្រូវប្រើបន្ទះឫស្សីស្ដាងមុខស្រួចសម្រាប់ខ្ទាស់ជើងរងដោយដោតបន្ទះឫស្សីនៅសងខាងជើងរងចន្លោះពី15ទៅ20សង់ទីម៉ែត្ររួចយកដីសង្កត់ជើងរងទាំងសងខាងជាលក្ខណៈបច្ចេកទេសគឺយើងត្រូវព្យាយាមគ្របយ៉ាងម៉េចទាញឲ្យតឹងសងខាងរងអញ្ចេះទាញវាឲ្យតឹងសងខាងហើយទាញវាទៅមុខឲ្យតឹងដើម្បីកុំឲ្យពេលដែលខ្យល់មកឬក៏ថ្ងៃក្តៅខ្លាំងមកវាកស៊ូវាលាស់ក្រោយពីយើងគ្របកស៊ូលើរងតឹងកប់ជើងកស៊ូជុងរងអស់ហើយតឹងអស់ហើយគឺយើងប្រើខ្សែលីឡុង2គឺខ្សែលីឡុងខ្សែបំពង់ហ្នឹងដាក់លើរងដោយយើងដាក់ខ្នាតទាញបដោយរងហ្នឹងទៅ
ខ្សែទាំងពីរហ្នឹងទាញនៅលើបដ ாய் រងហើយយើងដាក់ខ្នាតនៅលើរងគឺយើងចន្លោះវាគឺ3 តឹកកន្លះនៅលើទ្រូងរងហើយបានយើងចាប់ដើមវាស់ខ្នាតពីចន្លោះគុំមួយទៅគុំមួយគឺ5 តឹកហើយបានយើងប្រើឧបករណ៍គឺយើងយកអាកំប៉ុងប្រេងម៉ាស៊ីនបាតប្រេងម៉ាស៊ីនម៉ូតូហ្នឹងចោះប្រហោងចុចវាទៅហើយដាក់ខ្ជុំឲ្យវាឆេះហើយយើងធ្វើមានដៃយួរទៅយើងចុចទៅតាមខ្នាតនៃប្រឡោះបំពង់ហ្នឹងប្រឡោះដែលយើងបានកំណត់លំដៅហ្នឹង ឥឡូវយើងមានរងសម្រាប់ដាំហើយប៉ុន្តែយើងនៅខ្វះកូនដាំដូច្នេះដើម្បីបានកូនត្រប់មកដាំតើគេត្រូវធ្វើអ្វីខ្លះ គេត្រូវធ្វើរៀនបណ្ដោះកូនរៀបចំដីបណ្ដោះកូនបណ្ដោះគ្រាប់ការដាំកូន ដំបូងអ្នកត្រូវសង់រងជាមុនសិនព្រោះរងបានជួយធ្វើឲ្យគ្រាប់ដុះបានល្អកាត់បន្ថយការរលួយការការពារជំងឺឆ្លងពីសត្វល្អិនរងសង់ត្រូវមានដំបូលពីកម្ពស់ 1.80 ម៉ែត្រទៅ 2 ម៉ែត្រកម្ពស់រៀនមានពី 0.80 ម៉ែត្រទៅ 1 ម៉ែត្រនិងទទឹងរៀន 0.80 ម៉ែត្រទៅ 1 ម៉ែត្រដំបូលរងគួរប្រើស្បូវឬស្លឹកត្នោតឬស័ង្កសីការពារទឹកភ្លៀងនិងប្រើសំណាញ់បៃតងនិងជញ្ជាំងធ្វើអំពីសំណាញ់មុងសម្រាប់ការពារសត្វល្អិនក្រោយពីរៀបចំរងរួចហើយកសិករត្រូវរៀបចំលាយល្បាយដីបណ្ដោះកូនបន្លែដោយលីងអង្កាមឲ្យឡើងពណ៌ក្រមៅរួចយកទៅត្រាំទឹកអូរឬត្រពាំងរយៈពេលពី 2 ទៅ 3 ថ្ងៃបន្ទាប់មកយកវាទៅលាយជាមួយនឹងលាមកគោស្ងួតឬជីកំប៉ុស្តនិងដីសម្រាប់ដាំហើយលីងឲ្យក្តៅទុកល្បាយលីងហើយឲ្យត្រជាក់រួចយកទៅដាក់នៅក្នុងថាសបណ្ដុះ នេះជាគេហៅថាខ្ជុំកាមនេះយើងយកអង្កាមមកយើងដុតមកយើងមិនឲ្យដុតឲ្យវាបាទឲ្យសោះទេយើងឲ្យនេះឲ្យវានៅវាខ្មៅនេះបាទមុនល្បាយលាយយើងជោគបាទអង្កាមវាជោគដាក់បាទដាក់ណែនេះមកខ្ជុំអង្កាមនេះ3ឆ្នាំងបាទអានេះជាជីធម្មជាតិជាជីអាចគោយើងរើសមកយើងរែងឲ្យម៉ត់ដែរនេះយើងរែងយកទីជាតិម៉ត់មកហើយយើងរាល់ជីណាដែលពុកផុយបាទរយៈពេល1ឆ្នាំនេះបាទនេះជាវត្ថុជាដើមយើងអាចគោផងសម្រោចយើងបាទយើងប្រមូលយកទុកដាក់នៅត្រង់ជីយើងហ្នឹងទុកឲ្យវាពុកផុយហើយយើងជ្រុំឲ្យបាននេះមកយើងរែងបាទរែងយកមកឲ្យវាម៉ត់ហើយយើងដាក់បេបាទយើងយកមកចាក់នេះជាជីធម្មជាតិយើងជីនេះបាទ2បាទអង្កាម3ជី2បាទអានេះជាដីដំបូកនេះយើងយកអាដំបូកដែលពុកផុយបាទខ្មៅនេះយើងយកមកដំរែងវាឲ្យយកទីបាទរៀងម៉ត់គ្រើមតូចមកបាទនេះយើងត្រូវការ2ដែរបាទយើងយកមកយើងចាក់ពីលើនេះយើងផ្សំរួចហើយ3មុខរួចហើយយើងយកមកបោគ្នាសិនបាទប៉ុណ្ណេះបាទ10ត្រេមួយត្រេមាន100ជាងបាទ103 104នេះយើងលាយសពរួចហើយយើងចូលដាក់ឆ្នាំងដាក់ទឹកមកបោយទៅបាទយើងដាក់លើភ្លើងនេះហើយនេះយើងមកយកទឹកមកបោយនេះមកកាលណាយើងមិនដាក់ទឹកធ្វើឲ្យឆេះបាតឆ្នាំងនិយាយទៅយើងដុតភ្លើងធ្វើម៉េចឲ្យពុះចេញផ្សែងសបានយើងច្បោកច្បល់គ្នាយើងយកនឹងចាក់ទុក មូលហេតុដែលយើងលាយល្បាយដីសម្រាប់បណ្ដុះកូនត្រប់គឺធ្វើឲ្យគ្រាប់ងាយដុះឬដុះបានល្អជួយសម្លាប់មេរោគសម្លាប់ពងសត្វល្អិតចង្រៃនិងសម្លាប់គ្រាប់ស្មៅនៅក្នុងដីការបណ្ដុះកូនត្រប់មាន2យ៉ាងគឺបណ្ដុះគ្រាប់និងបណ្ដុះគ្រាប់ដោយផ្ទាល់បណ្ដុះគ្រាប់ជាមុនយើងត្រូវដាក់ត្រាំគ្រាប់នៅក្នុងទឹកក្តៅល្មមជាមុនសិនប៉ុន្តែតាមបទពិសោធន៍របស់លោកម៉ៅផលគេអាចយកគ្រាប់ទៅហាលថ្ងៃពី5ទៅ10នាទីដោយមិនចាំបាច់ត្រាំទឹកក្តៅជៀសវាងការរលួយគ្រាប់រួចយកគ្រាប់ខ្ចប់នឹងក្រណាត់ស្បៃរក្សាឲ្យជិនបន្ទាប់មកស្រោចទឹកឲ្យសើមនិងដាក់នៅកន្លែងហប់មានកម្ដៅរយៈពេលពី4ទៅ5ថ្ងៃបន្ទាប់មករើសគ្រាប់បែកមាត់ដាក់នៅក្នុងថាសបណ្ដុះមួយគ្រាប់មួយរុនដោយដាក់ជម្រៅ1សង់ទីម៉ែត្រនិងរោយដីស្ដើងពីលើបើយើងបណ្ដុះគ្រាប់ដោយផ្ទាល់វិញគឺត្រូវយកគ្រាប់ស្ងួតមួយគ្រាប់ដាក់ផ្ទាល់ក្នុងរុនថាសមួយក្នុងជម្រៅ1សង់ទីម៉ែត្រដោយរោយដីស្ដើងពីលើនិងស្រោចទឹកឲ្យជោគក្នុងមួយថ្ងៃ2ដងទី1យើងកាត់នេះទៅយើងយកទៅ
ចាក់ដាក់ចានវែកឲ្យរីស្មើមកយើងយកទៅដាក់កម្ដៅថ្ងៃយើងដាក់សំដៅវាបាទនៅចេះមកបាទនេះពេលព្រឹកយើងចាប់ពីម៉ោងបាទម៉ោងបាទម៉ោង8ទៅដល់ម៉ោង9បាទដល់ល្ងាចបាទចាប់ពីម៉ោង2ទៅដល់ម៉ោង4បាទនេះយើងសំដៅហាលគ្រាប់បាទចាប់ពីម៉ោង10ម៉ោង2:10ហើយយើងនឹងគូហាលព្រោះវាក្តៅបាទពលឺវាក្តៅខ្លាំងណាស់អានេះយើងយកពីហាលហើយយើងយកមកទុកឲ្យត្រជាក់ហើយយើងដាក់ទឹកត្រាំទៅយើងត្រាំនេះរយៈពេលបាទកន្លះម៉ោងទៅ1ម៉ោងបាទកាលណាយើងត្រាំយូរពេកវារីកទៅជាប់ទឹកកាលណាយើងយកទៅផ្អាប់ទៅអាបណ្ដូលវានេះវាអត់ដុះទេវាកើតជាស្អុយទៅវិញបាទត្រាំរួចរយៈពេលកន្លះម៉ោងទៅ1ម៉ោងហើយយើងយកមកចាក់ដាក់នឹងកណាត់បាទហើយយើងចាប់ដើមមូរវារួចហើយយើងបត់ហើយធុងនេះយើងមិនឲ្យមាននៅសើមទេឲ្យវាស្ងួតនៅធុងនេះយើងស្រាប់យើងយកទៅដាក់ផ្អាប់វាមកយប់យើងត្រូវអត់មើលវាម្ដងបាទព្រោះក្របខ្លះវាដុះលឿនខ្លះវាដុះយឺតបាទអញ្ចឹងយើងឲ្យទៅឃើញក្របនេះវាប្រឡក់មិនឲ្យវែងទេត្រឹមពកចេញមកហើយយើងយកក្របនោះបាទយកទៅដាក់នឹងត្រេបណ្ដោះពេលវាមិនទាន់ដោះអស់យើងយកមកដាក់នៅនឹងធុងតកកនេះបន្តទៀតចាំយប់មកយប់ទៅស្អែកឡើងយើងត្រូវបើកមើលយើងមើលឃើញដោះចាំដាក់បន្តទៀតលីងអីរួចហើយយើងដាក់អំបិលហើយនេះក្របយើងដោះហើយយើងយកជីនេះយើងមកដាក់នៅត្រេចំណុចនេះយើងទី1យើងដាក់ជីដែលយើងចំហុយអីរួចហើយយើងដាក់ត្រេរួចហើយបាទដល់ក្របយើងដោះហើយយើងត្រូវយើងចោះបាទសកត់វាបន្តិចតាមរួនមកយើងចោះរួចហើយយើងមកយកក្របយើងមកត្រេនេះយើងអត់ដាក់ច្រើនទេយើងយកតែអាណាដោះក្នុងមករុនត្រេនេះយើងដាក់ទីមួយក្របតែក្របដំណាំយើងដោះយើងដាក់ក្របរួចហើយយើងត្រូវរោយដីបាទរោយដីបន្តិចទៅឲ្យវាលុបរួនវាការដាក់នឹងត្រេនេះទី1ការបច្ចេកទេសគេផ្ដល់ឲ្យគេឲ្យបាញ់ទឹកឲ្យជោគប៉ុន្តែបបសសរបស់ខ្ញុំកាលណាបាញ់ជោគខ្លាំងពេកដល់ពេលយើងដាក់ទៅវាច្រើនទីអាបណ្ដោះនេះវាដោះមកដល់វាសើមខ្លាំងពេកវាធ្វើឲ្យលលួយអញ្ចឹងវាដោះច្រើនបាត់អញ្ចឹងបើបសខ្ញុំអញ្ចឹងដាក់ដូចខ្ញុំមិញហ្នឹងឆៅចេញទៅកាលណាដល់ពេលយើងយកទៅដាក់នឹងលើរៀនហើយយើងយកបំពង់បាញ់ហ្នឹងបាញ់ឲ្យវាសើមល្មមបាទទឹកនេះជាទឹកធម្មតាទេយើងអត់មានលាយអីទេបាទហើយយើងត្រូវប្រក់ស្លឹកដូចណាកាទេលមិញនេះស្បាយយើងហុំមកមិនឲ្យត្រូវកម្ដៅទេមុនវាដោះនេះបាទអត់ឲ្យត្រូវកម្ដៅទេទេនេះយើងក្របតលទៅពេលវាដោះចេញមកផុតពីត្រេបាទចាប់ពីម៉ោង7ម៉ោង10យើងបើកទីកាទេទេនៅកូននៅតូចនោះចាប់ពីម៉ោង10ម៉ោង1យើងត្រូវក្របកាទេវិញចាប់ពីម៉ោង1ទៅម៉ោង4ម៉ោង5យើងត្រូវបកកាទេនេះវិញរយៈពេល1ខែក្រោយបណ្ដុះកូនត្រប់អាចយកដាំបានប៉ុន្តែត្រូវដាក់ឲ្យត្រូវពន្លឺថ្ងៃនិងបន្ថយការស្រោចទឹករយៈពេល5ថ្ងៃដើម្បីពង្រឹងដើមរបស់កូនត្រប់មុននឹងដាក់ដាំក្នុងពេលដាំ
ត្រូវស្រោចទឹកនៅចន្លោះរងពេលព្រឹកឲ្យជោគហើយដាំនៅពេលរសៀលត្រូវដាក់ថ្នាំពុលកសិកម្មចំនួន2គ្រាប់ក្នុងមួយរណ្ដៅមុនឬក្រោយពេលដាំដើម្បីការពារសត្វល្អិតបំផ្លាញ មុនដាំយើងយកឈើច្រឹងមកច្រឹងធ្វើម៉េចមុំទីមករុនត្រេមកដៅវានេះយើងច្រឹងរួចហើយយើងដួសថ្នាំយើងយកមកដាក់បាទថ្នាំនេះស្លាប់សត្វល្អិតបាទសត្វល្អិតនេះវាយើងកាលណានៅវានៅនឹងដីនេះយើងអត់ដឹងទីសត្វអីទេកាលណាយើងដាក់ទៅវាការពារនៅរសថ្នាំរបស់យើងដែលវាប្រឹងចាក់ទៅស្រូបយកជីដាក់រួចហើយយើងនឹងដកកូនយកមកដាក់ដាំនេះហើយដាំមិនឲ្យលិចជ្រៅទេដាំត្រឹមណែកវានេះបាទកាលណាលិចជ្រៅពេកមកដល់នេះវាធ្វើឲ្យកូនវាយើងលលួយបាទលលួយគល់អញ្ចឹងយើងដាំទីត្រឹមលុបត្រឹមមាត់ត្រេដែលយើងបណ្ដោះនៅពេលដាំយើងដាំនៅថ្ងៃរងាចចាប់ពីម៉ោង3កន្លះទៅម៉ោង4យើងចាប់ដាំបាទកាលណាយើងដាំព្រឹកធ្វើឲ្យយើងចាប់ពីម៉ោង7ម៉ោង8ដាំទៅគឺមួយថ្ងៃ6 7ម៉ោងមកនេះគឺឲ្យកូនដំណាំយើងវាអន់បាទត្រើងតាមយើងខ្ញុំធ្លាប់ធ្វើឡើងចាប់មុនដាំក៏បានយើងដល់ពេលយើងដាំហើយយើងធ្វើក៏បានបាទត្រើងវាមានដូចជាបកគោលយើងត្រៀមជាបកគោលហើយយើងត្រៀមជាខ្សែនេះបាទខ្សែនៅយើងនៅមាននៅទីផ្សារហើយបកគោលនេះយើងអាចទិញគេក៏បានអាចទៅរកនៅព្រៃក៏បានបាទហើយទីត្រើងបាទសម្រាប់ចងទប់នៅដើមត្រប់ទី1កូនត្រប់យើងធំមកកម្ពស់ប្រហែលទី3ទៅ4តឹកហើយវាយើងមិនធ្វើត្រើងទេខ្យល់វាវាយខ្លាំងទៅធ្វើឲ្យបាក់ដើមកូនដំណាំយើងបាទនេះទី2យើងជួយទប់វាដល់ពេលវាផ្លែបាទអញ្ចឹងយើងត្រើងនេះយើងជួយទប់ដើមចំហដើមវាព្រោះទីវាផ្លែមកវាធ្ងន់ណាស់បាទអញ្ចឹងយើងធ្វើត្រើងនេះយើងមានទីដាក់ទីប៉ុណ្ណេះទេយើងដល់ធំយើងមានខ្សែចងតាក់មកកលាក់ឡើងមកទៀតពីកស៊ូនេះមកដល់ត្រឹមខ្សែនេះបាទចាប់ពី4តឹកទៅ5តឹកក៏បានដែរបាទតាមប្រភេទដីយើងដំណាំយើងអាចវាល្អខ្លាំងយើងដាក់5តឹកទៅធន់ល្មមយើងដាក់4តឹកបាទចាប់ពីខ្សែទី1មកដល់ខ្សែទី2នេះដូចគ្នាក៏ពុះបាទ4តឹកទៅ5តឹកដូចគ្នាតាមដំណាំយើងខ្ពស់ទៀតដល់ត្រើងនេះយើងធ្វើត្រើងរួចហើយយើងត្រូវបាទកាត់ស្លឹកអាក្រោមហើយឬមួយខ្នែងវាទុកដែលត្រឹមណាដែលត្រឹមត្រប់វាបែកមែកចេញជាមែកមកបាទនិយាយទៅក៏ពុះពី3ទៅ4តឹកត្រឹមមកខ្សែកម្រិតក្រោមនេះបាទអេមើលណោត្រប់មួយដាំនេះតូចជាងគេនឹងមានស្លឹកមិនសូវល្អសោះតិចពីមានជំងឺទេដឹងពិតមែនហើយដូច្នេះយើងត្រូវធ្វើការថែទាំដាក់ជីបំពន់និងកម្ចាត់ជំងឺនិងសត្វល្អិតដល់ត្រប់របស់យើងជាដំបូងត្រូវបុករណ្ដៅសងខាងគុំរួចដាក់ជីចូលទៅកូនត្រប់មានអាយុ14ថ្ងៃត្រូវដាក់ជីនៅចម្ងាយ10សង់ទីម៉ែត្រពីគល់កូនដែលមានអាយុ3អាទិត្យដាក់ចម្ងាយពី18ទៅ25សង់ទីម៉ែត្រនិងកូនអាយុលើសពី45ថ្ងៃត្រូវដាក់នៅចន្លោះកណ្ដាលពីគុំ1ទៅគុំ1ទី2យើងលាយជាទឹកបាទបើសិនទីដីយើងសើមយើងបុកដាក់បើសិនទីដីយើងគល់នៅស្ងួតយើងលាយស្រោចបាទលាយស្រោចទៅបាទទឹក20លីត្រជី1ខាំកន្លះយើងកូរឲ្យសព្វហើយយើងកាត់ដបទឹកសុទ្ធជា3អញ្ចឹងដួសមកកាត់ទឹកដបទឹកសុទ្ធជា3មកយើងយកអាកង់ទឹកក្រៅមកយើងដាក់មកយើងធ្វើដងមកលាយជីទឹក20លីត្រ1ខាំកន្លះហើយយើងដួសមកតយនោះស្រោចតាមគល់វាជីដាក់ឲ្យទៀងទាត់ចន្លោះពី7ទៅ15ថ្ងៃគឺអាស្រ័យទៅតាមប្រភេទដីមិនត្រូវដាក់ជីនៅពេលក្តៅខ្លាំងនិងស្រោចទឹកភ្លាមបន្ទាប់ពីដាក់ហើយដើម្បីកុំឲ្យជីភាយនាំឲ្យឈួលខ្លោចស្លឹកនិងដើមបន្ទាប់ពីដាំហើយត្រូវស្រោចទឹករៀងរាល់ថ្ងៃរហូតបាន2អាទិត្យដើម្បីឲ្យកូនដុះឫសបានរឹងមាំពិសេសត្រូវស្រោចជីបំពន់ស្លឹកបន្ទាប់ពីដាំបាន7ថ្ងៃរៀងរាល់7ថ្ងៃម្ដងរហូតត្រប់ចាប់ផ្ដើមចេញផ្កាដំបូងកុំទុកដីឲ្យស្ងួនពិសេសពេលត្រប់ចេញផ្កានិងក្តឹបស្រោចទឹកដោយបញ្ចូលតាមប្រឡោះរងក្រោយពីការ
រៀបចំរោងហើយធ្វើការដាំដុះនឹងតាក់ទងនឹងការថែទាំគឺការស្រោចស្រពនឹងគឺយើងមានច្រើនបែបច្រើនវិធីតាក់ទងនឹងការស្រោចស្រពគឺយើងដោយស្រោចស្រពតាមប្រព័ន្ធ drip ក៏បានស្រោចដៃក៏បានព្រោះអានេះការយើងធ្វើតាមបច្ចេកទេសក្របផ្លាស្ទិកនេះគឺយើងប្រើទឹកតិចរោងដំណាំនេះគេអាចបូមពលិចរោងនេះបានហើយអាចទុករយៈពេលបានពី5ទៅ7ថ្ងៃវាដល់យើងមិនបាច់ស្រោចនៅលើទីទេវាឆ្លៀតទៅតាមគល់ឡើងទៅចេះឬរុក្ខជាតិវាចាប់ដើមចាប់យកទៅចេះបាទចាប់យកសងខាងបាននៅក្នុងដំណាក់កាលនៃការថែទាំនេះកសិករត្រូវធ្វើការគ្រប់គ្រងឲ្យបានដិតដល់ទៅលើពពួកសត្វល្អិតចង្រៃជំងឺនិងរបៀបកម្ចាត់សត្វល្អិតចង្រៃមានដូចជាដង្កូវចុះផ្លែនិងស៊ីរុំដើមដង្កូវកាត់ស្លឹកពីងពាងក្រហមចៃនិងជំងឺស្រពោនស្លឹកចំពោះការកម្ចាត់សត្វល្អិតចង្រៃទាំងនោះកសិករត្រូវចាប់វាដោយដៃឬកាត់មែកស្លឹកនិងដើមដែលវាបំផ្លាញទៅកប់ចោលឲ្យឆ្ងាយពីចម្ការនិងប្រើអន្ទាក់ឬថ្នាំគីមីទៅតាមការណែនាំរបស់អ្នកជំនាញទូទៅទ្របភាគច្រើនដែលគាត់ជាកសិករដាំភាគច្រើនដាំទៅច្រើនទៅនៅកំពង់ដែលដំណាក់កាលចេញផ្លែកំពង់ដែលមានន័យថាយើងកំពុងដល់ស្រឡាញ់វាកំពុងដល់ឲ្យផលវាស្រាប់តែវាសពូនពីលើចុះដល់ក្រោមវាតាក់ទងនឹងការថែទាំយើងតើយើងចេញចូលចការញឹកញាប់ទៅយើងព្យាយាមមើលថាអាណាខុសគេហ្នឹងយើងត្រូវដកវាមើលយើងអត់អាចចាំនេះទេយើងដកវាមើលថាតើវាងាប់នោះដោយសារអីប្រណិតមើលតាមពីប្រព័ន្ធឫសវាថាតើប្រព័ន្ធឫសវានៅដូចមុនអត់បើសិនជាវាអត់ដូចមុនតាក់ទងភាគច្រើនគឺការជំងឺផ្សិតគឺវារលួយប្រព័ន្ធឫសជីលកាដូចអស់ស្បែកអញ្ចឹងហើយមានដុះផ្សិតអាហ្នឹងធ្វើឲ្យវាងាប់ហ្នឹងអញ្ចឹងតាក់ទងទៅនឹងជំងឺផ្សិតបើសិនជាយើងដកទៅឃើញវាមានពពួកផ្សិតហ្នឹងធ្វើឲ្យរលួយប្រព័ន្ធឫសហ្នឹងយើងត្រូវដកអាហ្នឹងដែលខុសគេហ្នឹងទៅជីកจากប្រឡោះដីហ្នឹងជីកមកច្រកថង់យកទៅបោះចោលនៅកន្លែងឆ្ងាយហើយឬក៏ទៅដុតចោលឬកប់ចោលកន្លែងឆ្ងាយពីកន្លែងដែលអត់កើតហ្នឹងហើយយើងយកកបោសឬក៏ថ្នាំការពារផ្សិតហ្នឹងយកមកបាចនៅលើកន្លែងហ្នឹងកុំវាឆ្លងទៅកន្លែងផ្សេងព្រោះអាហ្នឹងកាលណាតែយើងស្រោចទឹកទៅទឹកហូរដល់ណាគឺវាឆ្លងដល់ហ្នឹងហើយមួយទៀតតាក់ទងនឹងជាងសត្វល្អិតស៊ីបំផ្លាញវាជាដង្កូវចោះស៊ីដើមហើយនឹងចោះផ្លែហ្នឹងស៊ីផ្លែហ្នឹងគឺយើងអាចប្រើថ្នាំពពួកសម្រាប់ដង្កូវអញ្ចឹងមុននឹងឈានដល់ការប្រើប្រាស់ជីថ្នាំពុលគីមីកសិករគួរតែយល់ដឹងជំហានដំបូងគឺវិធីសាស្ត្រនៃការប្រើប្រាស់ថាតើរុក្ខជាតិយើងកើតជំងឺអីហើយយើងទៅទិញថ្នាំប្រភេទណាហើយតាក់ទងមួយទៀតសំខាន់បំផុតគឺការណែនាំពីអ្នកលក់ថាតើកម្រិតប្រើវារបៀបម៉េចអ្នកប្រើប្រាស់គួរតែមានសម្ភារៈការពារខ្លួនតាក់ទងទី1ត្រូវមានស្បែកជើងកវែងជ័រហ្នឹងត្រឹមជង្គង់មកមានម៉ាស់ពាក់ការពារកុំឲ្យថ្នាំហ្នឹងវាសាចូលហើយមានអាវពាក់ការពារមានវ៉ែនតាការពារភ្នែកមានស្រោមដៃយើងដឹងថាដំណាំយើងសត្វស៊ីបំផ្លាញអញ្ចឹងយើងទិញអាថ្នាំហ្នឹងឲ្យត្រូវនឹងសត្វស៊ីបំផ្លាញហើយដើម្បីឲ្យមានប្រយោជន៍មានទៀតថាបាញ់ឲ្យចំគោលដៅរបស់វាគឺយើងបាញ់នៅពេលមេឃត្រជាក់កាលណាមេឃត្រជាក់សត្វហ្នឹងវាចេញមកស៊ីនៅខាងក្រៅបើសិនជាមេឃក្តៅវាចូលជ្រកក្រោមស្លឹកយើងបាញ់ទៅវាអត់មានប្រយោជន៍អីទេតាក់ទងទៅនឹងការប្រើប្រាស់កាកសំណល់គីមីនេះដើម្បីឲ្យវាមានសុវត្ថិភាពសុខភាពទាំងអស់គ្នាគឺកសិករទាំងអស់គួរតែប្រើហើយត្រូវមានកន្លែងបោះចោលឲ្យបានត្រឹមត្រូវឬក៏កប់ចោលឲ្យបានត្រឹមត្រូវព្រោះអាហ្នឹងវាប៉ះពាល់ដល់សុខភាពខ្លាំងណាស់តែទោះបីតែពេលហ្នឹងយើងមើលអត់ឃើញតែវាយូរអង្វែងវានឹងឃើញប៉ះពាល់ដល់សុខភាពយើងក្នុងការប្រមូលផលត្រប់កសិករត្រូវបេះផ្លែដែលមានទំហំតម្រូវតាមទីផ្សារបេះនៅពេលព្រឹងដោយប្រើកន្ត្រកឬកូនកំបិតកាត់តងផ្លែឲ្យឆ្ងាយបន្តិចពីដើមហើយត្រូវដាក់នៅក្នុងសម្ភារៈដែលមានផ្ទៃរលោងដើម្បីកុំឲ្យកកិតនិងជាប់ដោយមានចន្លោះរន្ធតូចៗឲ្យមានខ្យល់ចេញចូលនិងរើសផ្លែត្រប់ទំហំធំតូចសូមកុំភ្លេចថាអ្នកអាចមានព័ត៌មានច្រើនជាងនេះនៅក្នុងសៀវភៅបច្ចេកទេសស្ដីពីការដាំបន្លែរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្មតាមរយៈអ្នកជំនាញនៅក្នុងខេត្តនិងស្រុករបស់អ្នកសៀវភៅនោះផ្ដល់ឲ្យអ្នកនៅព័ត៌មានលម្អិតអំពីបច្ចេកទេសជាច្រើនថែមទៀតទៅលើខ្សែវីដេអូដែលអ្នកកំពុងមើលនេះដូចជាការត្រៀមសម្ភារៈរបៀបលើករងរបៀបដាំដុះរបៀបថែទាំនិងការពារនិងរបៀបប្រមូលផលសៀវភៅនេះក៏នឹងអាចជួយអ្នកក្នុងការដាំត្រប់ជាលក្ខណៈអាជីវកម្មខ្នាតធំផងដែរ
ខ្ញុំសូមឲ្យកសិករទាំងអស់ងាកមកដាំត្រប់ដូចខ្ញុំដែរបាទពីព្រោះធ្វើឲ្យជីវភាពក្នុងគ្រួសារខ្ញុំបាទធូរធារមួយកម្រិតបាទ